ចាំបងប្អូនដោយសារពេលវេលាមានតិចអញ្ចឹងទៅនឹងលូរីនជ្រៀតធ្វើការងារសំខាន់ហើយអស់ហើយល្ងាចក៏ឆ្លៀតចេញមកដើរលេងដើម្បីឲ្យស្លាស់មុខស្លាស់មាត់ទីកន្លែងនេះមានឈ្មោះថា Plaza de Catalunya បើសិនជាខ្ញុំហៅខុសបងប្អូនអាចប្រាប់ខ្ញុំបានដោយសារខ្ញុំប្រើភាសានេះក៏មិនទាន់ត្រឹមត្រូវជាពិសេសការបញ្ចេញសំឡេងបងប្អូនគឺសំឡេងគឺមិនទាន់ដូចនិយាយទៅគឺថា perfect ដូចសំឡេងដើមគេទេហើយនៅកន្លែងហ្នឹងអ្វីដែលពិសេសគឺសបោសត្វព្រាបបងប្អូនព្រាបច្រើនណាស់ហើយអ្នកដែលមកហ្នឹងគឺមកមើលព្រាបជាពិសេសពុកម្ដាយដែលមានកូនក្មេងហ្នឹងគឺគាត់ចូលចិត្តមកមើលសត្វនៅទីនេះសត្វនៅទីនេះគឺវាសាំងហើយបងប្អូនដោយសារអ្នកដែលមកសុទ្ធតែយកចំណីដាក់ឲ្យគាត់ដូច្នេះគាត់ឲ្យតែឃើញមនុស្សយួរស្បោងយួរអីហ្នឹងគឺដេញតាមពីក្រោយខ្មៅងងឹតចឹងណាបងប្អូនមិនថាយើងខ្លាចអីដេញតាមឡើងងងឹតមុខហើយបើសិនជាយើងមានចំណីដាក់ក្នុងដៃគឺគាត់ទុំហាលមកចឹកនៅលើដៃយើងតែម្ដងដូចខ្ញុំធ្លាប់និយាយចឹងនៅស្រុកនេះគឺគេមិនបានធ្វើបាបសត្វឬក៏អីទេអញ្ចឹងទៅឲ្យតែគាត់ឃើញមនុស្សក៏រត់មករកយើងហើយដោយសារយើងធ្លាប់ឲ្យចំណីគាត់អញ្ចឹងពេលដែលគាត់ឃើញមនុស្សក៏រត់មករកចំណីហ្នឹងមើលលូរីនសប្បាយណាស់បានមានចំណីដាក់ក្នុងដៃឲ្យសត្វព្រាបចឹកហ្នឹងគឺសប្បាយចិត្តដោយសារព្រាបអត់ខ្លាចទេបងប្អូនមកចឹកមកលើដៃគាត់ហ្នឹងតែម្ដងហើយទីនេះដូចគ្នាមិនថាកូនខ្ញុំកូនគេឬក៏ចាស់ក្មេងអីទេបងប្អូនថាក្មេងចោះស្រឡាញ់សត្វចូលចិត្តឃើញសត្វទៅគាត់មានអារម្មណ៍ថាសប្បាយរីករាយសូម្បីតែយើងជាមនុស្សចាស់ហ្នឹងឬក៏យើងជាមនុស្សធំហ្នឹងបងប្អូនគ្រប់គ្នាគឺមកឈរឲ្យចំណីសត្វដូចគ្នាបងប្អូនហើយខ្ញុំបានត្រឹមតែថតទេប៉ុន្តែខ្ញុំក៏សប្បាយចិត្តដែរនៅពេលឃើញសត្វព្រាបហោះហើរពេញនឹងមកចឹកចំណីហើយមានលក្ខណៈទន់ភ្លន់ណាបងប្អូនគឺមើលទៅមានអារម្មណ៍ថា connection ជាមួយសត្វនេះនឹងយើងហ្នឹងគឺល្អគឺគាត់ដើរមករកយើងហើយសប្បាយភ្នែកទេបងប្អូនគ្រាន់តែមើលហ្នឹងក៏សប្បាយដែរគឺមានសេចក្តីសុខក្នុងចិត្តឲ្យតែខ្ញុំមាននំប៉័ងឬក៏អង្គអីគឺសេកឲ្យនឹងព្រាបនៅស្រុកនេះឲ្យតែឃើញគឺរត់មកហើយបងប្អូនគឺជួយចិត្តណាស់ខ្ញុំចង់និយាយថាគាត់ជួយចិត្តចឹកនំប៉័ងណាបងប្អូនហើយនៅពេលដែលខ្ញុំផ្ទាល់នេះឲ្យចំណីទៅសត្វព្រាបឬក៏សេកហ្នឹងបងប្អូនគឺក្តីសុខចេញពីក្នុងចិត្តមានអារម្មណ៍ស្ងប់ស្ងាត់ហើយសប្បាយចិត្តមែនទែននៅពេលដែលយើងដាក់ទៀនឲ្យទៅសត្វឲ្យគាត់សប្បាយមកចឹកពីដៃយើងឬក៏សប្បាយក្នុងការទទួលចំណីហ្នឹងណាយើងជាអ្នកឲ្យហ្នឹងក៏មានក្តីសុខដែរហើយខ្ញុំជឿថាក្មេងៗហ្នឹងក៏គាត់មានអារម្មណ៍ដូចពួកខ្ញុំបាននិយាយទៅមិនខុសពីពលានមុខវាំងយើងទេបងប្អូនឥឡូវខ្ញុំមកឃើញមុខវាំងអីមានសត្វព្រាបអីច្រើនដែរចាស្តៀងគ្នាអញ្ចឹងបើសិនជាយើងមិនធ្វើបាបវាទេឬដាក់ចំណីវាទៀងទាត់គឺវាអត់ខ្លាចយើងទេគឺវាឃើញយើងក៏រត់មកហើយដោយសារសត្វមានទំនុកចិត្តថាពួកយើងមិនបានធ្វើបាបគាត់គឺពេលដែលយើងមកគឺដាក់ចំណីឲ្យគាត់ជានិច្ចដល់ពេលសត្វព្រាបឃើញគេដើរមកអញ្ចឹងគាត់មានអារម្មណ៍ភ័យខ្លាចក៏អត់សូវហ៊ានមកចឹកពីដៃឡូរីនទេបងប្អូនអើយដល់ពេលចឹងឡូរីនចង់ខឹងដែរមកដេញព្រាបគាត់រហូតគាត់រកដាក់ចំណីអីអត់បានសោះឡូរីនមិនថានៅម៉ាឡាកាឬក៏ដល់ទីណាទេបងប្អូនរឿងឲ្យចំណីសេកព្រាបហ្នឹងគឺទៅដល់ណាឲ្យចំណីកន្លែងហ្នឹងដោយសារគាត់ធ្លាប់ឲ្យតែមានគឺដាក់ឲ្យសត្វហើយគឺគាត់សប្បាយដែរ